Đang ngay mà ốtជាមួយនឹង Lesta ហើយចានេះគឺ Lesta ចេញមកបានប៉ុណ្ណេះហើយតែរសជាតិខ្ញុំអត់ទាន់ដឹងទេប៉ិនមុននឹងខ្ញុំញ៉ាំខ្ញុំចង់ជាមួយនឹងtopping វាខ្លះណាអញ្ចឹងឥឡូវខ្ញុំមាន topping ខ្ញុំយក biscuit ហ្នឹងខ្ញុំវាយជាទូចៗជាបងប្អូនខ្ញុំហើយខ្ញុំយកវាមក topping ពីលើនេះបាទ topping វាពីលើទៀតខ្ញុំនឹងមាន topping ជាមួយនឹង green tea បន្ថែមទៀតទៅបងប្អូនអើយអានេះយើងធ្វើដូចអីគេ tiramisu អញ្ចឹងណាអញ្ចឹងខ្ញុំនឹង add ជាមួយនឹង green tea បន្ថែមទៀតយើងមើលតែប៉ុណ្្នឹងទៅឃើញទៅនងប៉ុណ្្នឹងហីហើយខ្ញុំមានរបស់ topping បន្ថែមពីលើទៀតខ្ញុំមានរបស់ topping បន្ថែមពីលើទៀតនេះខ្ញុំមានជាមួយនឹងផ្លែឈើអានេះជាមួយនឹង blueberry ហើយជាមួយនឹងត្រពាំងបាយជូរធ្វើដូចនំខេកចឹងណាអើយបងប្អូនបើសិនជាឆ្ងាញ់យើងយកកន្សប់ហ្នឹងហ៎យើងយកទៅធ្វើជានំខេកក៏ very easy topping តែប៉ុណ្្នឹងសិនទេបងប្អូនអាច decor ស្អាតជាងខ្ញុំអត់មានជំនាញ decor ទេឥឡូវនេះដល់វគ្គដែលយើងវ៉ាវអុយដូចនំខេកចឹងណាវ៉ាវដាក់ចានសិនតំណែងទេភ្លក់មើលសិនអូយដូចនំខេកចឹងឆ្ងាញ់តើឆ្ងាញ់បងប្អូនឆ្ងាញ់ប៉ុន្តែគ្រាន់ណាវាមិន creamy ដូចនំខេកពេកទេដោយសារយើងធ្វើតែ yogurt ហើយជាមួយនឹង biscuit ណាចាញ៉ាំទៅដោយ biscuit ញ៉ាំទៅដោយ yogurt ហ្នឹងឆ្ងាញ់ឥឡូវខ្ញុំដាក់ជាមួយនឹងផ្លែឈើប៉ុន្តែសម្រាប់ខ្ញុំ yogurt ដែលខ្ញុំទិញហ្នឹងវាអត់សូវជូរខ្លាំងទេបងប្អូនខ្ញុំធ្លាប់ញ៉ាំមក yogurt អាប្រភេទផ្លែគេហៅ yogurt នៅខ្មែរជូរខ្លាំងតែ yogurt នេះអត់សូវជូរខ្លាំងទេអញ្ចឹងទៅវាឆ្ងាញ់បើបងប្អូនយក yogurt ដែលមានរសជាតិជូរខ្លាំងធ្វើប្រហែលជាអត់សូវឆ្ងាញ់ទេមួយទៀតបងប្អូនដោយសារអានេះអត់មានជាតិផ្អែមទេអញ្ចឹងឥឡូវខ្ញុំសាកជាមួយនឹងបន្ថែមជាមួយនឹងទឹកឃ្មុំណាអានេះខ្ញុំបន្ថែមជាមួយនឹងទឹកឃ្មុំបន្តិចតែដែលញ៉ាំមួយទឹកឃ្មុំដាក់មួយទឹកឃ្មុំបន្តិចទៅហើយវាមានរសជាតិយ៉ាងណាហើយសុំថែម blueberry មួយទៀតចាដាក់ថែមទឹកឃ្មុំមិនជិះផ្អែមនេះតិចទៅឆ្ងាញ់មែនអូយតាមបារាំងបែនមួយម៉ាត់សិនអូប៉ា어때요? 아이스크림 같으면서도 케이크 생크림 케이크 같아요. 크림 케이크 같아요. 맛있네. 잘했어요. Ideaនេះបើសិនជាយើងយកចានរៀងឈុងឬក៏មូអីមកធ្វើហើយយើងអាចធ្វើជានំខួរកណ្ដែកក៏បានដែរហើយអានេះគឺ healthy មែនតើបងប្អូនតែថាធ្វើពី yogurt ទេឆ្ងាញ់ណាថែមទៀតសិនឆ្ងាញ់ណាអាចអាសាធ្វើញ៉ាំបានខ្ញុំថែមទឹកឃ្មុំបងប្អូនបាច់ថែមទឹកឃ្មុំក៏ឆ្ងាញ់ដែរថែមទឹកឃ្មុំទេហើយតែឆ្ងាញ់រសជាតិឆ្ងាញ់បងប្អូនញ៉ាំទៅមានជាyogurt ដែរប៉ុន្តែអារម្មណ៍ថាមាន creamy នៅខាងក្នុងមាត់យើងណាហើយ yogurt ដូចខ្ញុំបញ្ជាក់ចឹងពេលទិញកុំយក yogurt ដែលជូរពេកកាលណា yogurt ដែលជូរពេកប្រហែលជាអត់សូវចាប់ជាតិឆ្ងាញ់ទេ
Chẳng vôប្រភេទ yogurt ហើយដាក់សូជូខ្លាំងអញ្ចឹងណាដាក់ទៅមួយនំហ្នឹងហើយនំខ្ញុំមានលាយសូកូឡាតិចៗក្នុងហ្នឹងអញ្ចឹងយើងញ៉ាំទៅហើយវាមានជាតិឈ្ងុយជាតិនំ biscuit នៅក្នុងមាត់យើងវាមានជាមួយនឹងសូកូឡាហើយអា yogurt ហ្នឹងវា creamy អូយឆ្ងាញ់ណាស់បងប្អូនកុំភ្លេចសាកហើយមិនខ្ញុំបានរួយជាមួយនឹងតែបៃតងនេះពីលើបន្តិចទៀតដោយសារតែបៃតងវាមានជាតិលើវិញបន្តិចនៅក្នុងហ្នឹងណាចាវាឈ្ងុយទៀតចឹងទៅអូយត្រូវជាតិទៅកុំភ្លេចសាក់លបងធ្វើញ៉ាំទាំងអស់គ្នាមែនទេឡើងទៅនង